វីដេអូបងប្រុសម្នាក់នោះគាត់ថាខ្លោងទ្វារដែលយើងឆ្លងចូលក្នុងប្រាសាទបាយ័នរាល់ថ្ងៃនេះគឺជាខ្លោងទ្វារឆ្លងភពខ្ញុំអត់ដែលដឹងសោះបងប្អូនអើយចាំថ្ងៃណាមួយទៅប្រាសាទបាយ័នម្ដងទៀតសាក់ដើរឆ្លងនេះគាត់ថាសាក់មើលគ្រាន់តែយើងដើរឬក៏ជិះកង់ជិះម៉ូតូជិះឡានឆ្លងកាត់រាល់ថ្ងៃយើងអត់ដឹងទេតើតែយើងទៅពេលយប់ហើយយើងដើរទៅគាត់ថាឆ្លងទៅពិតជាស័ក្តិសិទ្ធិពិតបងប្អូនបាទនេះគាត់ថាបើសិនជាយើងបានដើរចូលក្នុងខ្លោងទ្វារឆ្លងភពទៅយើងនឹងអាចដឹងពីថាល្អប៉ុណ្ណាហើយចាំមើលទទួលលទ្ធផលយើងនឹងដឹងថាវាល្អប៉ុណ្ណាហើយបនអ្វីដែលបងប្អូនចង់បានណាហើយបងប្អូនចាំទទួលមើលលទ្ធផលតើវាល្អប៉ុណ្ណាបាទបងប្អូនយើងចង់ដឹងចាំមើលសាកល្បងទាំងអស់គ្នាសាកមើលពេលតែយប់ឡើងយើងអាចដើរឆ្លងទៅហើយយើងធ្វើតាមគាត់យើងនិយាយតាមគាត់ទៅយើងក៏មិនណាអ្វី